អ្នកមិនចាំបាច់មានពេលវេលាច្រើនដើម្បីចាប់ផ្ដើមថែរក្សារាងកាយទេត្រឹមតែ15នាទីគឺគ្រប់គ្រាន់សម្រាប់ការហាត់នៅផ្ទះវាជាគុណតម្លៃមួយសម្រាប់ខ្លួនឯងថ្ងៃនេះខូចសផលមាន2ក្បាច់យកមករួមបញ្ចូលគ្នាតែមួយជួយពង្រឹងរាងកាយទាំងមូលនិងមួយទៀតគឺជួយឲ្យភ្លៅគូតតិចស្អាតតោះមកតាមដាននៅតិចនិចជាមួយនឹងខូចសផលទាំងអស់គ្នាប្រសិនបើអ្នកទាំងអស់គ្នាយល់ថាវីដេអូនេះមានប្រយោជន៍កុំភ្លេច follow share វីដេអូនេះទុកដើម្បីងាយរកនៅពេលក្រោយបើអ្នកទាំងអស់គ្នាចង់ឲ្យខូចសផលធ្វើវីដេអូ10ទៅ15នាទីដែលមានក្បាច់ផ្សេងនាទីទៀតរួមបញ្ចូលគ្នាដូចនេះអ្នកទាំងអស់គ្នាអាចប្រាប់ខូចសផលនៅ comment ខាងក្រោមបានជំហានដំបូងអ្នកទាំងអស់គ្នាត្រូវឈរនៅដើមកម្រាលដើម្បីយើងអាចលាតទៅប្រើពេញកម្រាលតែម្ដងអញ្ចឹងនៅឈរនៅដើមកម្រាលបន្ទាប់មកអ្នកទាំងអស់គ្នាឈរជើងប៉ុនតាគៀកជើងប៉ុនតាគៀកគឺប៉ុណ្នេះណា yes អញ្ចឹងឈរជើងប៉ុនតាគៀកបន្ទាប់មកអ្នកទាំងអស់គ្នាផើតក្បាលពោះដល់ទៅខាងចូលផើតក្បាលពោះផើតឲ្យតុបបន្ទាប់មកអ្នកទាំងអស់គ្នាប្រើជង្គង់ចុចបន្តិចស្លាកតាគៀករុញទៅក្រោយដើម្បីអ្នកទាំងអស់គ្នាទម្លាក់ដៃដើរធ្វើយ៉ាងណាឲ្យខ្លួនរបស់យើងលាតត្រង់ដូចប្រទេសកណ្ដាលនេះគេហៅត្រង់ប្រទេសកណ្ដាលអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាត្រឡប់មកវិញត្រឡប់មកវិញមកកន្លែងដើមវិញមកដល់ទៅនេះអ្នកទាំងអស់គ្នាងើបឈរឡើងគឺខ្ជិបគូតផ្លុំចោលបែបនេះអញ្ចឹងយើងទៅជាមួយគ្នាឲ្យបាន10ណាសម្រាប់ជុំទី1តោះអញ្ចឹងដល់ទៅខាងចូលបន្ទាប់មកចុចជង្គង់ស្លាកតាគៀកដាក់ដៃដើរចុះ3ដងគ្នារៀងដំអកនៅទៅនេះបានប្រហែលជា2សេកុំបន្ទាប់មកអ្នកទាំងអស់គ្នាត្រឡប់ទៅវិញដោយប្រើជង្គង់យើងរួចបន្តិចមកទើបយើងមកវិញណាមកដល់ទៅហ្នឹងផ្លុំចោលចេញខ្ជិបគូតអញ្ចឹងបាន2ណាអ្នកទាំងអស់គ្នាអញ្ចឹងយើងទៅជាមួយគ្នា8ទៀតណាអូខេដល់ទៅខាងចូលដាក់ដល់ទៅនេះរៀបឲ្យត្រង់កុំអកឲ្យបាន2សេកុំកុំទៅភ្លាមមកភ្លាមណា yes ងើបឡើងលើផ្លុំចោលចេញខ្ជិបគូតអញ្ចឹងធម្មតាអ្នកនរគ្នាអាចនឹងភ្លេចប៉ុន្តែអត់បញ្ហាទេយើងទៅជាមួយគ្នាអញ្ចឹងយើងបាន3ណាអ្នកនរគ្នាតោះទៅមើលទៀតអញ្ចឹងឥឡូវអានេះអ្វីដែលខូចសផលចង់បង្ហាញអ្នកនរគ្នានៅចំណុចដែលត្រឹមត្រូវភាគច្រើនពេលដែលយើងហាត់កំហុសច្រើនតែពេលដែលយើងមកដល់កន្លែងនេះភាគច្រើនគឺយើងដងខ្លួនយើងអត់បានរក្សានៅប្រទេសកណ្ដាលទេភាគច្រើនយើងគូតយើងខ្លាំងខ្ពស់ពេកឬក៏យើងទម្លាក់ឆ្អឹងខ្នងមកក្រោមពេកគឺអត់ចូលសាច់ដុំគោលដៅរបស់អ្នកនរគ្នាអញ្ចឹងរក្សាដងខ្លួនប្រទេសកណ្ដាលផើតក្បាលពោះផើតឲ្យទប់ហាំប្រឡែងដើរមកវិញមកដល់ទៅនេះផ្លុំចោលចេញជិបគូតអញ្ចឹងសំខាន់ណាឥឡូវយើងបាន4អញ្ចឹងទៅជាមួយគ្នាអរគ្នាដល់ទៅខាងចូលបន្តមកចុចដើរ3ដើម្បីយើងងាយចាំលាតឆ្អឹងខ្នងឲ្យអស់លាតសន្ធឹងតឹងជើងតឹងដងខ្លួនទៅវិញ5ដល់ខាងចូល6ភាគច្រើនគឺយើងកាលណាយើងទៅញាប់អត់បានទាំងអកសាច់ដុំប្រើគឺអ្នកទាំងអស់គ្នាហ្នឹងតិចមួយដែរដែលធ្វើឲ្យសាច់ដុំយើងអត់បានចូលបានល្អអញ្ចឹងកុំទៅលឿនមកលឿនណាអូខេ8ហាមប្រឡែងក្បាលពោះនៅពេលអ្នកទាំងអស់គ្នាដើរដៃគឺក្បាលពោះដល់ខាងចូលផើតឲ្យទុកយកមកផ្លុំនៅខាងលើនេះណាមួយចុងក្រោយ yes ស្អាតណាស់អ្នកទាំងអស់គ្នាក្បាច់នេះគឺចូលពេញមកដងខ្លួនតែម្ដងអ្នកទាំងអស់គ្នាកុំឃើញអញ្ចឹងណាហត់សាហាវអញ្ចឹងគឺ10សម្រាប់10ដងនេះគឺរៀបរាល់អញ្ចឹងអ្នកទាំងអស់គ្នាមកមើលជាមួយនឹងក្បាច់ទី2ណាក្បាច់ទី2គេហៅថា lunge គឺជួយភ្លៅជួយគូតតាគៀករបស់អ្នកទាំងអស់គ្នាមានសាច់ដុំហើយឡើងស្អាតអូខេអញ្ចឹងអ្នកទាំងអស់គ្នាកុំថាហាត់ហ្នឹងណានៅផ្ទះអត់មានប្រយោជន៍ no ឲ្យតែអ្នកទាំងអស់គ្នាហាត់បានត្រឹមត្រូវ yes គឺថាចូលពេញតែម្ដងអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ក្បាច់ទី2ក្បាច់ទី2នេះគេហៅថា lunge អញ្ចឹងអ្នកទាំងអស់គ្នាឈរនៅដើមកម្រាលរក្សាជើងប៉ុនតាគៀកដូចគ្នាជើងប៉ុនតាគៀកបន្ទាប់មកអ្នកទាំងអស់គ្នាប្រើជើងស្ដាំនេះយើងចត់ចង្កេះបែបនេះដល់ទៅខាងចូលបោះជើងស្ដាំទៅមុខធាក់ជើងក្រោយតឹងបន្ទាប់មកយើងបត់ជើងក្រោយហ្នឹងទម្លាក់ក្បាលជង្គង់ចុះអញ្ចឹងឲ្យដល់កម្រាលក៏បានឬក៏ជិតដល់ក៏បានហើយក្បាលពោះហាំប្រឡែងអ្នកទាំងអស់គ្នាមកវិញប្រឹងរុញប្រអប់ជើងខាងមុខដើម្បីឲ្យមកក្រោយបែបហ្នឹងបន្ទាប់មកអ្នកទាំងអស់គ្នាអាចហាត់មាន2វិធីអាចដូរជើងក៏បានធាក់ជើងក្រោយតឹងជើងមុខនៅរក្សាពេលនេះពេលយើងទម្លាក់ធ្វើម៉េចឲ្យកជើងរបស់យើងនេះក្បាលជង្គង់នេះពីក្រោមមកដល់លើគឺស្មើកែង90ដឺក្រេអញ្ចឹងអ្នកទាំងអស់គ្នាប្រឹងឡើងលើធាក់ប្រអប់ជើងខាងមុខដើម្បីរុញមកកន្លែងដើមវិញអញ្ចឹងអ្នកទាំងអស់គ្នាធ្វើបាន2របៀបទី1អាចទៅម្ដងម្ខាងមួយទៀតអ្នកទាំងអស់គ្នាទៅម្ខាងហើយក៏បានតោះយើងទៅជាមួយគ្នាឲ្យបានម្ខាង8ណោះអូខេតោះបែបនេះទម្លាក់ក្បាលជង្គង់ចុះដងឆ្អឹងខ្នងត្រង់លាក់បែបនេះតោះយើងទៅជាមួយគ្នាឲ្យបាន8យើងមិនបាន1ណាខូចចង់បង្ហាញអំពីតកតងថាតើចំណុចណាដែលយើងហាត់ទៅតែងតែខ្វះខាតហើយទាំងខូចពីមុនក៏ដូចគ្នាហើយនឹងកូនសិស្សរបស់ខូចក៏ដូចគ្នាដែរអញ្ចឹងកាលណាយើងជើងយើងនេះពីស្ដាំហ្នឹងគឺយើងបោះទៅរត់ឲ្យស្មើជាមួយនឹងជើងពីក្រោយហ្នឹងយើងមិនអាចបោះទៅវាទេកាលណាយើងបោះទៅវាឧទាហរណ៍យើងអត់មានលំនឹងទេអ្នកទាំងគ្នាហ្នឹងសំខាន់ហ្នឹងចំណុចទី1
ចឹងយើងបោះពីក្រោយទៅយ៉ាងណាគឺយើងបោះទៅមុខបែបហ្នឹងអូខេតោះទម្លាក់ក្បាលជង្គង់ក្រោយចុះអាមុខទៅអូតូបែបនេះគឺរក្សាក្បាលជង្គង់90ដឺក្រេបន្ទាប់មកអ្នកទាំងអស់គ្នាលើកឡើងវិញប្រឹងប្រអប់ជើងខាងមុខដើម្បីរុញត្រឡប់មកវិញយ៉ាផ្លុំចោលចឹងដល់ហាំចូលម្ដងទៀតយ៉ាយ៉ា3 4 5 6ក្បាលជង្គង់ដល់កម្រាលក៏បានប្រហែលជាដល់ក៏បាន7 8តោះយើងដូរជើងមួយខាងទៀត yes ធាក់ជើងក្រោយតឹងតម្លាក់ជង្គង់ក្រោយគឺអាមុខនេះទៅអូតូ1 2 3 4 5 6 ស្រួលណាស់អ្នកទាំងអស់គ្នាឃើញទេឲ្យតែដឹងតិចនេះ5ប្រហែលនេះអ្នកទាំងអស់គ្នាច្រឡំ6 7ទៅមុខតិច8យ៉ាគឺចប់ជុំទី1អ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ជុំសម្រាប់walk out នៃក្បាច់ទី1គឺយើងធ្វើ10សម្រាប់ឡាញនេះគឺយើងធ្វើមួយខាង8ណាអូខេហត់សាហាវអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះរៀងវែងបន្តិចយ៉ាប៉ុន្តែព្យាយាមធ្វើយ៉ាងណាឲ្យជុំទី2និងជុំទី3យើងហាត់ទៅជាមួយគ្នាអូខេអញ្ចឹងការសម្រាកគឺអ្នកទាំងអស់គ្នាអាចសម្រាកត្រឹមតែគេហៅថា30សេកុងឬក៏1នាទីអីទៅបានដែរណាកុំឲ្យលឿននឹងកុំឲ្យសាច់ដុំយើងតិចតោះយើងចាប់ផ្ដើមទៅលំហាត់ប្រាណទី1ជុំទី2អូខេអញ្ចឹងជើងបន្តគៀកដដែលផើក្បាលពោះផើថៃតុបបន្ទាប់មកយើងរុញក្បាលជង្គង់យើងចុចបន្តិចស្លាកតាគៀករុញអូតូហើយអញ្ចឹងអ្នកទាំងអស់គ្នាទម្លាក់ដៃទៅឃើញអត់ធ្លាប់ប្រាប់បង្ហាញអត់ភ្លេចរឿងប្រាប់ហ្នឹងហ្មង yes អូខេ1ទៅណា2សកុំបន្តិចមក3មានន័យថាមកដល់តានេះយើងសំកាំងចោលប្រហែល2សេកុងមកសុំមកវិញអាហ្នឹងតិចនិច4ក្បាលពោះហាំប្រឡែង5យ៉ាទៅមួយគ្នា6ខ្ជប់គូតម្ដងហ្នឹងខ្ញុំចោលចេញណា7ទៅគឺខ្នងដងខ្លួនយកប្រទេសខ្លាប្រទេសក្តារជើងតឹងណា8ហាំចូលទៅវិញខ្ញុំនៅខាងនេះណាខ្ញុំនៅកន្លែងដើម9 10យ៉ាគឺចប់ជុំទី2សម្រាប់ក្បាច់ទី1តោះយើងចូលក្បាច់លំហាត់ប្រាណទី2ជុំទី2អញ្ចឹងយើងចូលឡាញ់ទៅដែរ yes នេះគឺឃើញពិតសកម្មភាពពិតអត់មានសម្ដែងទេគឺថាហត់សាហាវអូខេតោះយើងទៅជាមួយគ្នាណាលំហាត់ប្រាណទី2ជុំទី2យើងបោះជើងបែបនេះលាក់ជើងក្រោយរក្សាខ្លួនឲ្យទៅមុខបន្តិចដើម្បីយើងមានកម្លាំងរុញមកវិញ1ហាត់ក្បាលពោះហាត់ប្រឡែង3ដល់ខាងចូលតម្លាក់4 5 6សុំចកេងចាំយើងមានដំណឹង7 8យ៉ាដល់ទាំងអស់គ្នាណា9លើហើយព្រីឲ្យដល់អ្នកទាំងអស់គ្នា2អូខេអញ្ចឹងយើងទៅទៀតតោះចូលដូរជើងម្ដងជើងឆ្វេងបោះជួយចិត្ត free ឲ្យទៀតណា1រក្សាដងខ្លួនចឹងក្នុងត្រង់ណា3ដល់ទៅនេះប្រឹងរុញបបជើងមកក្រោយយ៉ា4 5មានកម្រាលល្អអ្នកទាំងអស់គ្នាយ៉ាមួយចុងក្រោយបើជាយើងពេលយើងធ្លាក់ជង្គង់ឬក៏ប៉ាយទៅទឹកវាអត់មានជួយសាច់របស់យើងជាប់អូខេតែប៉ានេះអ្នកទាំងអស់គ្នាចប់ជុំទី2បាត់យ៉ាអញ្ចឹងយើងទៅចេះគ្នាបន្តិចទៅយ៉ាហើយក៏ពេលដែលអ្នកទាំងអស់គ្នាចប់ជុំមួយជុំហ្នឹងកុំឲ្យទៅនេអូខេយើង action យើងធ្វើសកម្មភាពបែបហ្នឹងដើម្បីឲ្យសាច់ដុំរបស់យើងនៅតែធ្វើការបានល្អយ៉ាដល់ទៅខាងធម្មតាអូខេអញ្ចឹងយើងចូលជុំទី3ជាមួយគ្នាដែលសម្រាប់ក្បាច់ទី1អូខេតោះក្បាច់ទី1 walk out ណាអូខេឈរជើងបន្តគៀកបែបហ្នឹងទម្លាក់ក្បាលជង្គង់ចុះស្លាកតាគៀករុញទៅតាមអូតូបាត់យ៉ាប៉ានេះអ្នកទាំងអស់គ្នាចូលតាគៀកគូពេញហ្មងស្អាតអញ្ចឹងហើយបានក្បាច់នេះស្អាតបន្ទូខ្លួនកុំថាគ្រូអត់ច្រឡំដែរតើអ្នកទាំងអស់គ្នាស្គប់បន្តិចមកម្ដងនេះផ្លុំចត់ជិះគូយ៉ា3ពុំខ្លាចនេះណាលឺយើងទេផ្លុំអស់ខ្យល់ហ្នឹង4 5 6មានអ្នកខ្លះគាត់ថាក្បាច់ហ្នឹងមើលទៅស្រួលពេលទៅមិនកង្វល់មែនទេគ្រូ7ឥឡូវបង្ហាញអស់ណាតិចណាយ៉ា8យ៉ាពីចុងក្រោយយ៉ាត្រង់យ៉ាក្តារ9 10ចប់លំហាត់ប្រាណជុំទី3នៃលំហាត់ប្រាណទី1ឥឡូវយើងចូលទៅលំហាត់ប្រាណទី2នៃជុំទី3ទឹកចុងក្រោយអូខេដល់ទៅហាមចូលជើងបន្តគៀកបោះជើងស្ដាំអញ្ចឹងយើងអញ្ចឹងខូចបានប្រាប់ណាថាយើងអាចហាត់ជើងមួយខាងម្ដងក៏បានឬក៏ទៅម្ដងមួយក៏បានតែកុំឲ្យច្រឡំខូចយកហាមួយខាងហ្នឹងទៅអូខេតោះអូខេយើងបោះជើងស្ដាំធាក់ជើងក្រោយតឹងតម្លាក់ជង្គង់ក្រោយចុះ
កុំឲ្យធ្វើកុំឲ្យជង្គង់យើងចេះណាជង្គង់យើងគឺរក្សាប៉ុណ្នេះតោះមកអ្នកនរគ្នាមកវិញផ្លុំយ៉ាទៅទៀត2 3 4 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163
5 6 7 8 តាមទីទៀតបានយើងចប់ជាមួយគ្នា1 2 3ស្រួលណាស់បងប្អូននេះក្បាច់នឹងអត់ប្របាក់ទេ5 6 7 8គឺថាចប់ជុំទី3ដោយស្ថាពរអ្នកទាំងអស់គ្នាគឺថាហត់ទៅហើបែកញើសយ៉ាបែកញើសអញ្ចឹងសម្រាប់ខូចសផលគឺចូលចិត្តបញ្ចូលលំហាត់ប្រាណទាំងអស់ហ្នឹងនៅក្នុងកម្មវិធីហាត់របស់ខូចផ្ទាល់សមត្ថភាពនិងការវិភាគពីមនុស្សម្នាក់ទៅមនុស្សម្នាក់គឺអត់ដូចគ្នាទេអ្នកទាំងអស់គ្នាអញ្ចឹងយើងទៅធ្វើទៅតាមកម្រិតដែលអ្នកទាំងអស់គ្នាអាចធ្វើបានអូខេ love you